ប្រជាជនខ្មែរគួរងាកមកគ្រប់គ្រងផលិតផលដែលផលិតនៅក្នុងស្រុកឲ្យបានច្រើនលើសលប់គ្រប់ពេលវេលាគឺមិនមែនតែពេលដែលប្រទេសជួបវិបត្តិឬក៏ជួបនៅព្រឹត្តិការណ៍ពិសេសណាមួយឡើយវីដេអូនេះនឹងនិយាយពីប្រព័ន្ធ ecosystem របស់សហគ្រាសដែលផលិតផលិតផលក្នុងស្រុកចា៎ឬយើងអាចហៅបានថាជាសិប្បកម្មឬក៏ឧស្សាហកម្មថាតើការផលិតផលិតផលក្នុងស្រុកនេះអាចផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះទៅដល់ប្រទេសជាតិហើយមានការប្រតិបត្តិការគ្នាដូចម្ដេចហើយប្រយោជន៍នោះបានដោយផ្ទាល់និងដោយប្រយោជន៍ទៅដល់អ្នកណាខ្លះនៅក្នុងប្រទេសខ្មែរយើងចា៎អញ្ចឹងសម្រាប់ឧទាហរណ៍គឺខ្ញុំសូមលើកយកក្រុមហ៊ុនរបស់យើងផ្ទាល់គឺក្រុមហ៊ុន Samara Best Food ដែលជាសហគ្រាសផលិតចំណីអាហារមានទីតាំងនៅក្នុងខេត្តសៀមរាបចា៎អញ្ចឹងចំពោះក្រុមហ៊ុនរបស់យើងមានផលិតផលជាច្រើនមុខក្នុងនោះទី1គឺផលិតផលគ្រឿងលួង Samara ដែលបងប្អូនបានស្គាល់និងទទួលការគាំទ្រយ៉ាងច្រើនចា៎អញ្ចឹងសម្រាប់គ្រឿងលួង Samara គឺជាគ្រឿងផ្សំម្ហូបខ្មែរមាន8មុខដូចជាគ្រឿងការីគ្រឿងមុខគ្រឿងជូរគ្រឿងកកូរជាដើមចា៎ក្រៅពីហ្នឹងគឺយើងមានជាផលិតផលម្សៅស៊ុបចា៎ធ្វើពីបន្លែសុទ្ធគ្មានសារធាតុប៊ីចេងនេះគឺល្អសម្រាប់សុខភាពចា៎និងចុងក្រោយគឺជាប្រភេទស្វាយចន្ទីចា៎យើងមានផលិតផលស្វាយចន្ទីលីងចំនួន4មុខចា៎អញ្ចឹងនៅក្នុងឧទាហរណ៍របស់សហគ្រាសយើងផ្ទាល់ចា៎ក្រុមហ៊ុន Samara Best Food តើការផលិតផលិតផលក្នុងស្រុករបស់យើងមួយនេះមានទំនាក់ទំនងជាមួយនឹងដៃគូណាខ្លះចា៎នៅក្នុងប្រព័ន្ធ ecosystem នៅក្នុងប្រទេសខ្មែរហ្នឹងហើយអាចផ្ដល់ជាអត្ថប្រយោជន៍ទៅដល់ពួកគាត់យ៉ាងណាខ្លះចា៎អញ្ចឹងធម្មតាក្នុងនាមយើងជាអ្នកផលិតចា៎ជាសហគ្រាសផលិតមួយគឺយើងស្ថិតនៅចំកណ្ដាលរវាងអ្នកដែលផ្គត់ផ្គង់វត្ថុធាតុដើមជាមួយនឹងអ្នកប្រើប្រាស់ផលិតផលអញ្ចឹងខ្ញុំសូមលើកយកពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមមកមុនចា៎អញ្ចឹងសម្រាប់ទី1ចា៎គឺយើងនិយាយពីដើម្បីផលិតឲ្យបានជាគ្រឿងឧទាហរណ៍គ្រឿងការីគ្រឿងមុខជាដើមយើងត្រូវការផលិតផលកសិកម្មស្រស់ៗអញ្ចឹងផលប្រយោជន៍ទី1ឬក៏ដៃគូទី1របស់យើងគឺកសិករខ្មែរចា៎ដោយសារផលិតផលគ្រឿងលួងរបស់យើងគឺយើងប្រើគ្រឿងផ្សំហ្នឹងស្រស់ៗ 100% ចា៎អញ្ចឹងតាំងពីស្លឹកគ្រៃរមៀតរំដេងខ្ជាយម្ទេសចា៎ម្ទេសក្រៀមម្ទេសស្រស់ទាំងអស់ហ្នឹងគឺយើងទិញដោយផ្ទាល់ពីកសិករកម្ពុជាយើងដែលមានទីតាំងនៅខេត្តសៀមរាបចា៎អញ្ចឹងនេះគឺជាដៃគូទី1ហើយនឹងផលប្រយោជន៍ទី1ក្នុងនាមយើងជាសហគ្រាសក្នុងស្រុកដែលផ្ដល់ទៅឲ្យអ្នកនៅក្នុង ecosystem របស់យើងគឺកសិករខ្មែរហ្នឹងអញ្ចឹងគ្រឿងលួងគឺយើងមានដៃគូជាអ្នកប្រមូលផលចា៎នៅខេត្តសៀមរាបហើយពួកគាត់ធ្វើការដោយផ្ទាល់ដែលប្រមូលផលពីកសិករខ្មែរយើងហ្នឹងចា៎នៅខេត្តសៀមរាបចំនួន100គ្រួសារជាងចា៎អញ្ចឹងយើងឃើញថានេះជាផលប្រយោជន៍ទី1ចា៎គឺទៅដល់កសិករក្រៅពីនេះគឺយើងមានទិញជាស្ករត្នោតចា៎ជាប្រចាំពីខាងខេត្តកំពង់ស្ពឺនិងអំបិលមកពីខាងខេត្តកំពតហើយនិងម្រេចមកពីខាងខេត្តកំពង់ចាមចា៎អញ្ចឹងនេះគឺជាដៃគូទី1ឬក៏ផលប្រយោជន៍ទី1ចា៎ទី2ចា៎នៅពេលដែលយើងផលិតយើងប្រកាសជាត្រូវការម៉ាស៊ីនចា៎អញ្ចឹងសប្តាហ៍ថ្ងៃនេះចំពោះម៉ាស៊ីនដែលយើងប្រើប្រាស់គឺជាក់ស្ដែងអត់មានផលិតនៅក្នុងស្រុកនៅឡើយគឺយើងទិញមកពីក្រៅប្រទេសចា៎រួមទាំងប្រទេសជិតខាងផងដែរប៉ុន្តែខ្ញុំខ្លួនឯងយើងគិតថាបើសិនបើមានសហគ្រាសក្នុងស្រុកផលិតដូចយើងកាន់តែច្រើននោះប្រកាសជាមានតម្រូវការសម្រាប់ឲ្យមានជារោងចក្រផលិតម៉ាស៊ីនផ្សេងៗនៅក្នុងស្រុកខ្មែរយើងបើសិនបើប្រទេសជិតខាងគេធ្វើបានហេតុអីបានខ្មែរយើងធ្វើអត់បានតែប៉ុន្តែខ្មែរយើងធ្វើបានតែគ្រាន់តែបញ្ហាគឺតម្រូវការដោយសារតែតម្រូវការសម្រាប់ពួកម៉ាស៊ីនអស់ហ្នឹងគឺនៅទាបចា៎តែយើងសម័យមុនបើសិនបើមានសហគ្រាសផលិតដូចយើងច្រើនមានតម្រូវការម៉ាស៊ីនច្រើនមកប្រទេសខ្មែរប្រកាសជាមានរោងចក្រម៉ាស៊ីនកកើតឡើងដូចគ្នាចា៎នេះជាដៃគូទី2ដែលយើងត្រូវសហការជាមួយក្នុងប្រទេសចា៎ទី3គឺទាក់ទងទៅនឹងការវេចខ្ចប់អញ្ចឹងដូចបងប្អូនឃើញអញ្ចឹងដើម្បីបង្កើតជាផលិតផលយើងមានត្រូវការសម្បកវេចខ្ចប់ច្រើនប្រភេទចា៎ដូចជាផលិតផលគ្រឿងលួងនេះគឺយើងមានទាំងសម្បកក្រាញ់មានទាំងសម្បកក្នុងយើងមានជាផលិតផលស្វាយចន្ទីយើងមានជាម្សៅស៊ុបគឺសុទ្ធតែត្រូវការសម្បកវេចខ្ចប់ចា៎ជាថង់ជាកំប៉ុងអីផ្សេងៗហើយសប្តាហ៍ថ្ងៃនេះចំពោះសម្បកវេចខ្ចប់មានមួយផ្នែកចា៎ដែលយើងកំពុងធ្វើបាននៅក្នុងស្រុកតែមួយផ្នែកធំទៀតគឺនាំចូលដូចគ្នាចា៎ពីប្រទេសផ្សេងៗអញ្ចឹងតែតទៅនឹងដៃគូទី2នេះយើងឃើញថាគ្រាន់តែក្នុងនាមគ្រឿងលួងឬក៏ក្រុមហ៊ុន Samara Best Food ជាក្រុមហ៊ុនផលិតទូចមួយនៅស្រុកខ្មែរប៉ុន្តែក៏អាចបង្កើតនូវតម្រូវការសម្រាប់សម្ភារៈវេចខ្ចប់ទាំងអស់នឹងបានដែរទៅឲ្យពាណិជ្ជករនៅក្នុងស្រុករបស់យើងចា៎ហើយយើងសម័យមើលថាបើសិនបើនៅខ្មែរយើងមានសហគ្រាសផលិតកម្មជាច្រើននោះខ្មែរយើងប្រកាសជានឹងមានរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទសម្បូរបែបដូចស្រុកគេអញ្ចឹងចាខ្ញុំជឿថានិយាយទៅគឺអត់មានអ្វីដែលពិបាកសម្រាប់ខ្មែរយើងធ្វើទេប៉ុន្តែសំខាន់ជាងគេគឺត្រូវតែមានតម្រូវការក្នុងទីផ្សារពួកគាត់សិនចាអញ្ចឹងយើងលើកឡើងខាងដើមហ្នឹងគឺមានទី1ផលប្រយោជន៍ទី1ឬក៏ដៃគូទី1គឺទៅដល់កសិករខ្មែរចាទី2ទៅដល់រោងចក្រផលិតម៉ាស៊ីននិងទី3ទៅដល់រោងចក្រផលិតសម្ភារៈវេចខ្ចប់ចាទី4តែបងប្អូនប្រកាសជាគិតឃើញគឺសម្រាប់សហគ្រាសដែលផលិតក្នុងស្រុកគឺប្រកាសជាមានក្រុមការងារឬក៏បុគ្គលិកធំចាជាងយើងគ្រាន់តែនាំចូល product ឬក៏ផលិតផលមកពីស្រុកក្រៅចាអញ្ចឹងនៅក្រុមហ៊ុន Samara Best Food របស់យើងគឺគ្រប់ក្រុមការងារយើងទាំងអស់ទាំងនៅភ្នំពេញនិងនៅសៀមរាបគឺជាប្រជាជនខ្មែរយើងចាហើយយើងអ្វីដែលយើងផ្ដល់ឲ្យពួកគាត់ចាមិនថាសហគ្រាសយើងឬក៏សហគ្រាសផ្សេងទៀតគឺមានពីរចំណុចធំៗទី1គឺយើងផ្ដល់ជូនពួកគាត់នៅប្រាក់កម្រៃចាប្រាក់ខែនិងទី2គឺជំនាញចាទាំងជំនាញរឹងនិងជំនាញទន់ដែលចំណុចនេះសំខាន់មែនតើចាដល់ពេលដែលយើងមានសហគ្រាសផលិតក្នុងស្រុកច្រើន
ប្រជាជនរបស់យើងនេះគាត់មិនត្រឹមតែទទួលបានកម្រៃបន្ថែមទេគឺគាត់ទទួលបានជំនាញបន្ថែមទៀតចាអញ្ចឹងគឺយើងចូលរួមចាចំណាយតិចក្តីច្រើនក្តីក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងស្រុកចាហើយនឹងទី5ចុងក្រោយក្នុងនាមយើងជាអ្នកផលិតផលិតផលក្នុងស្រុកអ្នកដែលទទួលបានផលប្រយោជន៍ឬក៏ដៃគូមួយទៀតរបស់យើងគឺអ្នកដែលចែកចាយផលិតផលចាអញ្ចឹងយើងមានទាំងដេប៉ូចាទាំងដេប៉ូក្នុងក្រុងភ្នំពេញដេប៉ូតាមខេត្តដែលពួកគាត់ជាដៃគូរបស់យើងគាត់យកផលិតផលយើងទៅគាត់មាន margin មួយចាមានភាគរយចំណេញមួយគាត់អាចបោះផលិតផលយើងនោះទៅផ្សារទំនើបឬក៏ផ្សាររបស់ផ្សេងៗទៀតអញ្ចឹងបានថាពួកគាត់ក៏ទទួលបានចំណូលតគ្នាដូចគ្នាដែរចាអញ្ចឹងសរុបមកអីដែលខ្ញុំចង់និយាយនៅពេលដែលយើងគ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងឃើញថាលុយគឺវិលជុំចាលុយវិលជុំហើយកើនទឹកលុយពីដៃមួយទៅដៃមួយសម្រាប់ប្រជាជននៅក្នុងស្រុករបស់យើងចាហើយប្រកបថាយើងត្រូវទទួលស្គាល់ថាប្រទេសណាក៏មានផលិតផលនាំចូលដែរហើយចំណុចហ្នឹងគឺអត់ខុសទេចាយើងមិនមែនជាកោះទេយើងរស់នៅគឺមានអ្នកជិតខាងចាយើងប្រើផលិតផលគឺមានចម្រុះទាំងក្នុងស្រុកនិងក្រៅស្រុកប៉ុន្តែយើងត្រូវដឹងថាបើសិនមកផលិតផលណាដែលខ្មែរយើងអាចធ្វើបានពិសេសខ្មែរយើងធ្វើបានរឹតតែល្អជាងប្រទេសគេទៀតហេតុអីក៏យើងមិនព្យាយាមគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងទៅចាចង់ឲ្យប្រទេសជាតិយើងជឿនលឿនចង់ឲ្យសង្គមយើងជឿនលឿនចង់ឲ្យសេដ្ឋកិច្ចដើរទៅមុខពិសេសយើងចង់ឲ្យកូនចៅជំនាន់ក្រោយរបស់យើងគាត់មានការងារធ្វើសម្បូរហូរហៀចាអញ្ចឹងក្នុងនេះយើងត្រូវតែធ្វើម៉េចឲ្យទាំងវិស័យកសិកម្មឧស្សាហកម្មសិប្បកម្មនិងវិស័យផ្សេងៗទៀតនៅក្នុងស្រុកដើរចាហើយយើងគួរតែខ្លាចជាប្រទេសមួយដែលបានន័យថា self reliant គឺអាចពឹងលើខ្លួនឯងបានមិនថាមានបញ្ហាអីគឺយើងមានផលិតផលនៅក្នុងស្រុករបស់យើងសម្បូរហូរហៀគ្រប់គ្រាន់និងប្រើប្រាស់សម្រាប់តម្រូវការនៅក្នុងស្រុកហើយជួយជំរុញក្នុងការនាំចេញលើទាំងសេដ្ឋកិច្ចនិងមាត់ប្រទេសជាតិទៀតចាដោយឡែកសម្រាប់នៅគ្រឿងលក់ឬក៏ក្រុមហ៊ុនSamara Best Food បេសកកម្មរបស់យើងគឺផ្ដល់នូវផលិតផលដែលមានគុណភាពល្អចាជាមួយនឹងតម្លៃសមរម្យនិងពិសេសងាយស្រួលទិញសម្រាប់ភ្ញៀវអញ្ចឹងយើងទទួលបានឃើញ comment ខ្លះចាស់ថាផលិតផលខ្មែរល្អប៉ុន្តែពិបាករកទិញនេះគឺជាចំណុចមួយត្រឹមត្រូវចាពិតជាពិបាករកទិញមែនដោយសារផលិតផលខ្មែរភាគច្រើនយើងអត់បានបញ្ជ្រាបផ្សព្វផ្សាយទៅទូទាំងប្រទេសនៅឡើយអញ្ចឹងដើម្បីឲ្យបញ្ហាមួយនេះអាចដោះស្រាយបានក៏សូមឲ្យបងប្អូនចូលរួមទាំងអស់គ្នានៅពេលដែលផលិតផលខ្មែរមានអ្នកស្រឡាញ់គ្រប់គ្រងចង់ចូលរួមចែកចាយចាមិនថាក្នុងនាមជាដេប៉ូជាអ្នកលក់តក្នុងរូបភាពផ្សេងៗនោះផលិតផលយើងក៏ជាអាចរីកសុសសាយទៅគ្រប់ទីតាំងនៅក្នុងប្រទេសកម្ពុជាដូចគ្នាអញ្ចឹងកិច្ចការនេះគឺយើងអត់អាចគ្រាន់តែជាអ្នកផលិតធ្វើម្នាក់ឯងបានទេគឺត្រូវការការគ្រប់គ្រងពីបងប្អូនទាំងបងប្អូនខាងម្ចាស់ដេប៉ូផ្សារទំនើបផ្សាររដ្ឋនានាក៏ដូចជាបងប្អូនអ្នកប្រើប្រាស់តផងដែរចាអញ្ចឹងសរុបមកវិញនៅក្នុងវីដេអូនេះខ្ញុំចង់និយាយថាសម្រាប់នៅពេលដែលយើងគ្រប់គ្រងសហគ្រាសដែលផលិតក្នុងស្រុកតែមួយគឺយើងគ្រប់គ្រងដល់ ecosystem សេដ្ឋកិច្ចទាំងមូលចាក្នុងនោះមានទាំងអ្នកគ្រប់គ្រងវត្ថុធាតុដើមមានទាំងរោងចក្រសិប្បកម្មផ្សេងៗដែលគ្រប់គ្រងសម្ភារៈទៅកាន់សហគ្រាសមួយនោះមានទាំងបុគ្គលិកឬក៏ក្រុមការងាររបស់សហគ្រាសនឹងផ្ទាល់និងដៃគូលក់របស់សហគ្រាសនោះទៀតចាអញ្ចឹងការគ្រប់គ្រងផលិតផលក្នុងស្រុកគឺជារឿងចាំបាច់ដែលយើងគ្រប់គ្នាត្រូវតែធ្វើ